ចំពោះប្រមាណវិធីចែកប្រមាណវិធីចែកគឺវារៀងស្មុគស្មាញជាងប្រមាណវិធីផ្សេងទៀតក្នុងនោះដែរយើងគួរតែស្គាល់រូបមន្ត a ដក b កតាឲ្យ a បុក b ឬក៏ a បុក b កតា a ដក b ណាស្មើឲ្យ a ការ៉េដក b ការ៉េហើយយើងយកចំណេះដឹងដែលយើងទទួលបានពីចំនួន complex ឆ្លាស់អញ្ចឹងចំនួន complex ឆ្លាស់គឺ z បាស្មើឲ្យ a ដក be ហើយអ្វីដែលយើងចង់បានគឺយើងចង់យក z គុណឲ្យ z បាអញ្ចឹង z ស្មើឲ្យ a បូក be បើយើងយកវាទៅគុណជាមួយ a ដក be យើងនឹងទទួលបានឥឡូវយើងគុណពលាតខ្លួនយើងណាបើសិនយើងចង់គុណពលាតហើយបើសិនយើងចង់ធ្វើតាមរូបមន្តនេះគឺទទួលបាន a ការ៉េដក be លើកជាការ៉េស្មើឲ្យ a ការ៉េ e ការ៉េស្មើឲ្យដក 1 អញ្ចឹងយើងបានដក 1 គុណឲ្យដកអញ្ចឹងបានបូក b ការ៉េអូខេឥឡូវយើងទទួលបានរូបមន្ត z គុណឲ្យ z បាស្មើឲ្យ a ការ៉េបូក b ការ៉េអញ្ចឹងយើងមិនបាច់ស្មុគស្មាញច្រើនទេយើងធ្វើជាឧទាហរណ៍មួយមកឧទាហរណ៍ថា z យើងស្មើឲ្យ 2 បូក 3e អញ្ចឹងមានន័យថា z បាស្មើឲ្យ 2 ដក 3e អញ្ចឹងយើងយក 2 បូក 3e គុណឲ្យ 2 ដក 3e យើងទទួលបាន2ការ៉េបូក 3ការ៉េអញ្ចឹងស្មើឲ្យ 4 បូក 9 ស្មើឲ្យ 13 ជាចំនួនពិតអូខេមូលហេតុអីបានយើងចង់មើលអានឹងមុនយើងធ្វើប្រមាណទីចែកដោយសារតែវាមានតម្រូវការក្នុងភាគបែងរបស់យើងណាអូខេយើងឲ្យសំដៅយើងឲ្យ z អងស្មើឲ្យ a បូក be ហើយ z ដឺស្មើឲ្យ c បូក de អញ្ចឹងបើសិនជាខ្ញុំយក z អងចែកឲ្យ z ដឺគឺស្មើឲ្យ a បូក be លើ c បូក de តែនឹងយើងចែកឲ្យកើតទេដោយសារតែតួវាអត់មានជាតួដែលចែកកើតនឹងគ្នាណាអញ្ចឹងយើងធ្វើមិនគឺយើងយកប្រភេទហ្នឹងយើងគុណជាមួយនឹងតម្លៃ c ដក de ដែល c ដក de គឺជាចំនួន complex ឆ្លាស់នៃ z ដឺមូលហេតុដែលយើងគុណយ៉ាងកើតដោយសារតែ c ដក de ចែកឲ្យ c ដក de វាស្មើឲ្យ 1 អញ្ចឹងវាស្មើទៅនឹងគុណ 1 ដែលគុណ 1 វាអត់មានបដូរតម្លៃទេណាអូខេចាឥឡូវយើងទទួលបាន a បូក be គុណឲ្យ c ដក de លើ c បូក de គុណឲ្យ c ដក de នឹងចូលរួមមុន a ដក b គុណឲ្យ a បូក b លើកជាសំដៅស្មើឲ្យ a ការ៉េដក b ការ៉េឬក៏ករណីនេះគឺ c ការ៉េបូក d ការ៉េដោយសារតែ e យើងវាស្មើឬដក 1យើងយកវាទៅការ៉េទៅបានដក 1អូខេអាហ្នឹងយើងតាមតែលំនាំដែលយើងមើលមិញហ្នឹងចានៅរូបមន្តចុងក្រោយរបស់វាអូខេឧទាហរណ៍សូមបញ្ជាក់បន្តិចក្នុងកន្លែងនេះយើងគួរតែគុណពលាតវាតាមរយៈផលគុណប្រមាណវិធីគុណដែលយើងមើលក្នុងវីដេអូមុនហ្នឹងណាអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់យក z អងចែក z ដឺដែល z អងស្មើឲ្យ 2 បូក 3e z ដឺស្មើឲ្យ 1 បូក 4e អញ្ចឹងយើងធ្វើមិនយើងយកវាគុណជាមួយនឹងចំនួន complex ឆ្លាស់នៃ z ដឺគឺ 1 ដក 4e ចែក 1 ដក 4e អញ្ចឹងខាងលើយើងគុណពលាតទៅយើងបាន14 ដក 5e ហ្នឹងយើងអាចធ្វើខ្លួនឯងបានណាហើយខាងក្រោមគឺយើងបាន1ការ៉េបូក4ការ៉េអញ្ចឹងយើងបាន14 ដក 5e ចែកឲ្យ1បូក4ការ៉េ16អញ្ចឹងនឹង17ហើយយើងសរសេរវាតាមតួរបស់វានីមួយៗអញ្ចឹងបាន14លើ17ដក5លើ17គុណឲ្យ e